ឥឡូវសូមបីតែក្នុងក្រមយើងឥឡូវមើលចុះមើលឡើងបាត់បត់មើលប្លន់បាត់ហើយពាក្យប្លន់បាត់ហ្មងណាប៉ុន្តែខ្មែរយើងនៅតែប្លន់ប៉ុន្តែប្រាំងអត់មានពាក្យប្លន់គាត់មានតែលួចដោយមានសារនិមន្តទោសប៉ុន្តែខ្មែរយើងប្លន់ផ្សេងណាលួចស្រាវទេប៉ុន្តែប្លន់ផ្សេងប៉ុន្តែពេលបារាំងគាត់អត់ហៅមានពាក្យមេពាក្យថាប្លន់ទេប៉ុន្តែគាត់ហៅថាលួចដោយមានសារនិមន្តទោសមានន័យថាលួចដោយប្រើកំភ្លើងពាក្យថាប្លន់ក៏យកទ្របលួចក៏យកទ្របដែរឃើញទេប៉ុន្តែយើងមានប្លន់មួយដែលឡែកអញ្ចឹងហើយពេលកែក្រមហ្នឹងបានភាសានេះច្រើនណានៅក្នុងមហាសន្និបាតក៏ចែកដែរដូចបត់មើលប្លន់នេះហ្នឹងយើងឲ្យយមន័យតាមបែបខ្មែរតាមរយៈយុទ្ធនាការមួយនេះខ្ញុំចង់បញ្ជាក់ជូនថាបងប្អូនមានច្រកផ្លូវការមួយតាមរយៈយន្តការនេះបើទទួលរងភាពអយុត្តិធម៌ការរំលោភបំពានដែលខុសច្បាប់សូមប្តឹងមកយន្តការមួយនេះហើយយើងនឹងយកចិត្តទុកដាក់ក្នុងការដោះស្រាយក្នុងក្របខ័ណ្ឌនៃយុទ្ធនាការទី2នេះបើរឿងក្តីមានការយឺតយ៉ាវខ្លាំងក៏បងប្អូនអាចដាក់ពាក្យបណ្ដឹងមកច្រកផ្លូវការនេះដែរឥឡូវការប្រកាសបើកយុទ្ធនាការនេះមានន័យស្មើថាការប្រកាសបើកច្រកមួយដើម្បីយកកិច្ចការទាំងអស់នេះមកត្រួតពិនិត្យហើយនឹងដោះស្រាយប្រកបដោយការទទួលត្រូវស្របតាមអ្វីដែលជាការណែនាំដ៏គង់ខ្ពស់របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជា